បាទជំរាបសួរខ្ញុំបាទឈ្មោះអែមប្រសិទ្ធជាអ្នកសម្របសម្រួលគណៈនេភាពសហគមន៍មកពីឃុំត្រពាំងកងហើយខ្ញុំបានចូលបម្រើការងារជាអ្នកសម្របសម្រួលនៅក្នុងឆ្នាំ2023មុនពេលដែលខ្ញុំចូលបម្រើការងារជាអ្នកសម្របសម្រួលសហគមន៍គឺខ្ញុំមិនទាន់បានយល់ច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគាត់នៅឡើយទេហើយក៏មិនបានយល់ច្បាស់អំពីកាតព្វកិច្ចនិងទូនាទីរបស់អង្គភាពផ្ដល់សេវានៅឡើយបន្ទាប់ខ្ញុំបានចូលបម្រើការងារជាអ្នកសម្របសម្រួលគណៈនេភាពសហគមន៍រួចមកខ្ញុំបានយល់ច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋដែលគាត់ត្រូវទៅទទួលសេវានៅក្នុងសហគមន៍របស់ពួកគាត់ហើយក៏បានយល់ច្បាស់អំពីកាតព្វកិច្ចនិងទូនាទីរបស់អង្គភាពផ្ដល់សេវានៅក្នុងសហគមន៍របស់ពួកគាត់ផងដែរហើយខ្ញុំជឿជាក់ថានៅក្នុងសហគមន៍របស់យើងខ្ញុំនឹងមានភាពរីកចម្រើនដោយសារតែការអនុវត្តការងារកណន័យភាពសង្គមចាប់ផ្ដើមអនុវត្តនៅក្នុងសហគមន៍របស់យើងខ្ញុំ